ចេះមកពីគេដឹងពីរបៀបរៀនគេមានមកពីគេដឹងពីរបៀបរករោលពូចាំជៀនបងអូអាហ្នឹងទស្សនៈបងឯអូនបងស្អីហ្នឹងដីសជួបខ្ញុំថ្ងៃនេះដូចផ្ទះបងអូនមកកភ្លៀងឲ្យស្វាងពីល្មួយដេកអញ្ចឹងអូយសុំជួយលោកប្រាក់គេបន្តិចមកអូយធ្ងន់ម៉េះដាក់លុយមករកស៊ីជាមួយបងណាឃើញអត់ឃើញហើយមិនទៅមើលបន្ទប់ទឹកខ្ញុំអៀកណែមែនអង្គុយមកអើយយ៉ាងនេះមានអង្គុយមកហ្នឹងហើយលោកបងហ្នឹងហើយបងខ្ញុំមកដល់ហាងកាហ្វេហើយបងនៅមុខហ្នឹងបងបាទសួស្ដីបងបាទបងបន្ទប់ប្រជុំនៅណាដែរបងមកតាមខ្ញុំបងបាទអូមកដល់អូននេះអង្គុយមកមិនសួរបងបាទអង្គុយនេះអង្គុយចិត្តបងមកបងត្រូវការ order អីយកទៅ2កែវទៅអូនទឹកសបាទសប្បាយអូនសុខតាមបងធម្មតាអ្នកខែអ្នកពេញបងអូរកស៊ីអីដែរអូនរកថ្ងៃរកតែបងតែរកគ្រប់ទៅមុខហ្នឹងតែរកវាមិនត្រូវអូនឯងរកមិនត្រូវឬក៏មិនចេះរកដឹងដែរបងអូនបើអូនឯងអត់ចេះរកតតែងាប់ខ្លួនក៏វាមិនតាណាដែរដូចពាក្យគេថាចេះពីរៀនមានមកពីរកតែបងសូមបដិសេធនឹងទស្សនៈហ្នឹងសម្រាប់ទស្សនៈរបស់បងចេះមកពីគេដឹងពីរបៀបរៀនគេមានមកពីគេដឹងពីរបៀបរករ ោលពូចាំជៀនបងអូអាហ្នឹងទស្សនៈបងឯអូនគេយកទៅចែកចាយឲ្យអត់ដាក់ credit តែបងអត់ខ្វល់ទេគឺបងចែកចាយឲ្យគេហ្នឹងហើយអូបងទៀនផ្នែកមកអញ្ជើញបងសួរមកអូខេសួស្ដីគួយចាបងអរគុណបងត្រូវការ order អីជួយថែមទឹកសមួយកែវទៀតទឹកសទៀតទឹកសមួយសិនអូជប់ភេទជ្ជៈបងណែហើយមកតែឯងបងអូខេនេះបងមកទៀតគ្នារករបស់សោះតែរកមិនទាន់ត្រូវបើចេះតែរកត្រូវអានឹងទើបវាចម្លែកមែនតើទៅពេលខ្លះមិនថាយើងនឹងរកមិនត្រូវទេអាចថារឿងខ្លះយើងមិនត្រូវរកបងស្អីហ្នឹងដីសខ្ញុំឆ្លងដាក់កប៉ាល់យើងមកបងឧទាហរណ៍ជាងាយតែម្ដងប៉ុណ្ណឹងអូនឯងយល់ហើយបាទថារឿងវាយ៉ាងម៉េចបងឲ្យឧទាហរណ៍អូនពីរនេះរវាងមើលលើក្តារគេទាំងអស់គ្នាអានេះអីគេពេជ្រចុះនេះស្រូវរវាងពីរហ្នឹងមួយណាមានតម្លៃជាងពេជ្របងពេជ្រមានតម្លៃជាងមែនទេអូខេអីគេនេះមាន់បើបងឧទាហរណ៍បងបាច់ទាំងពីរនេះរវាងពេជ្រហើយនិងស្រូវទៅឲ្យមាន់សួរថាមាន់វារើសយកមួយណាយកស្រូវបងអូខេងាយពេលខ្លះយើងធ្វើអត់ទាន់បានស្គាល់អ្វីដែលជាអតិថិជនគោលដៅរបស់យើងអ្វីដែលជាការចង់បានរបស់គាត់ពេជ្រមានតម្លៃក៏ពិតមែនតែមានតម្លៃសម្រាប់ណាសម្រាប់គេបើកហាងពេជ្រតែសម្រាប់អូនត្រូវស្គាល់ពីសក្តានុពលរបស់ខ្លួនឯងត្រូវស្គាល់អ្វីជា capacity របស់ខ្លួនឯងណារៀបដើរឲ្យដើរទៅតាម slogan របស់ខ្លួនឯងឲ្យមាន vision គេហៅថាទស្សនវិស័យអូខេអញ្ចឹងជួបខ្ញុំថ្ងៃនេះដូចផ្ទះបងអូនមកកភ្លៀងឲ្យស្វាងពីល្មួយដេកអញ្ចឹងសម្ដីពិតវារៀងពិបាកស្ដាប់តិចហ្នឹងមែនទេរត់គ្រៀតអូខេនៅប៉ុណ្ណេះអូនយល់ទេយល់បងអូខេនេះគ្រាន់តែជាឧទាហរណ៍ងាយតែខ្ញុំអត់ដឹងថាបងអូនមានបញ្ហាទេហើយរកស៊ីទេអូនត្រូវដឹងថាខ្លួនឯងត្រូវរកអីហើយបរិបត្តិនេះគេរកអីគេមិនដែលលក់អាវភ្លៀងខែចែកខែប្រាំងទេទៅអូខេឥឡូវតិចទៀតយើងជួបជាមួយនឹងអគ្គនាយកផ្ទាល់ធំតែម្ដងបងអូននឹងកាន់តែស្វាក់យ៉ាងហ្នឹងទៀតនេះខ្ញុំគ្រាន់តែជាលក្ខណៈថា General Manager ទេអ្នក Top កណ្ដាលទេបងចូលមានការទៀតមែនមេខ្ញុំថាឲ្យជួយកំងកាហ្វេភេទជ្ជៈអត់អីទេចាំមើលមេធំមកបងមកគឺ order សរុបតែម្ដងមកមុនយកទៅទឹកជ្ជៈអីទេមេខ្ញុំមកអូយលេងមូជើងខាងចឹងមកបងលោកប្រធានអីស្អីក៏ផងប្រូមើលអត់ដែរសុំជួយលោកប្រាក់គេបន្តិចមកអូយធ្ងន់ម៉េះហូតពីកប៉ាល់យើងមកសួស្ដីអូសួស្ដីបងគាត់នឹងមែនដែលរកស៊ីចេះតែមិនត្រូវនោះបាទប្រធានគាត់ហ្នឹងហើយមិនប្រកាសថាមានលុយរកស៊ីចេះតែត្រូវនោះទេធ្លាប់លើពាក្យលោករ៉ូមីអូប៊ូសាវ៉ាទី
ដែលគាត់គឺជាស្ដេចជំនួយនៅប្រទេសអ៊ីសាប៉ា ខ្ញុំឈ្មោះទាំងប្រទេសដូចមិនដែលលើ នៅអឺរ៉ុបខាងជើង ដែលគាត់និយាយថាដើមទុននៃការរកស៊ីគឺមិនមែនជាលុយនោះទេតែវាគឺជាគំនិតបើយើងមានលុយតែខ្វះគំនិតក៏វាមិនជោគជ័យដែរអញ្ចឹងហើយយើងត្រូវធ្វើម៉េចយើងត្រូវសហការជាមួយគេអ្នកដែលមានគំនិត ចុះអាហ្នឹងខ្ញុំត្រូវធ្វើមិនទៀតបង ណមបកស្រាយទៅ បើនិយាយទៅលើការរកស៊ីទី1គឺយើងមានគំនិតពាក្យមួយគេថាមានគំនិតបានមានកំណត់គំនិតមិនកាត់កំណត់ក៏គ្មានដែរធ្វើអញ្ចឹងមានគំនិតហើយបើអត់ដើមទុនក៏អត់កើតដែរអញ្ចឹងពីរហ្នឹងយើងត្រូវ combine គ្នា combination ទើបយើងទទួលបាន achievement មួយដែលសមស្របអូខេអញ្ចឹងបងឯងគឺជា investor មួយមកណាមាន investor បែបបងឯងខ្វះធនធានមនុស្សមិនមែនមនុស្សដែលមានធនធានទេធនធានមនុស្សគឺជាមនុស្សបុគ្គលដែលមានធនធានខួរក្បាលណាពួកខ្ញុំទាំងអស់គ្នានេះគឺជាបណ្ដុំនៃមនុស្សដែលមានគំនិតប៉ុន្តែយើងខ្វះ budget ដើម្បី insert ចូលនៅក្នុង project ដើម្បីទទួលបាននូវសមិទ្ធផលជារួមអញ្ចឹងសម្រាប់បងអូនគឺអត់ពិបាកញ៉ៃដោយការរកស៊ីខ្លួនឯងទេបងអូនរកស៊ីខ្លួនឯងមានលុយគឺអត់មានគំនិតហានិភ័យណាស់ចូលរួមជាមួយនឹងពួកយើងមកបងអូនអត់មានពិបាកទេធ្វើការខ្លួនឯងរកស៊ីខ្លួនឯងទី1ត្រូវការគំនិតទី2ត្រូវការលុយទី3កម្លាំងតែបើគ្រាន់តែយកលុយមក invest ជាមួយនឹងពួកខ្ញុំគឺបងអូនទទួលបាននៅលទ្ធផលដោយពេលខ្លះបងអូននៅតែផ្ទះក៏ income របស់បងអូនគឺវាមាន active រហូតផង អធិស្ឋានបងបាញ់ជួយសង្ខេបឲ្យខ្លីហ្មងបងខ្ញុំដូចវីវទៅ មានអីពិបាកដាក់លុយមករកស៊ីជាមួយបង ណាលុយមិនបង អូគឺបងអូនគ្រាន់តែចំណាយលុយចំណាយជាដើមទុនដើម្បីមក invest ជាមួយនឹងពួកខ្ញុំអញ្ចឹងនៅពេលដែលបងអូនមាន budget មកខ្ញុំគ្រាន់តែបញ្ចូលនៅក្នុង project របស់ពួកខ្ញុំថ្លៃ operation ប្រតិបត្តិការទូទៅការចាត់ចែងទូទៅការ lead ជាមួយនឹងក្រុមហ៊ុននិង project នឹងទាំងមូលគឺជាទំនួលខុសត្រូវរបស់ពួកខ្ញុំអញ្ចឹងភាលៀបបងអូននឹងទទួលបានដូចគ្នាដោយបងអូនចំណាយនៅថវិកាចំណាយនៅ budget ចំណាយខាងខ្ញុំចំណាយនឹងគំនិតការរកទីផ្សារនិងកម្លាំង ចាំខ្ញុំទៅភាសាមួយអ្នកផ្ទះសិនចឹងបងណា មិនភាសាច្រើនទេអូនបងអូនគេជោគជ័យលឿនអស់ហើយគេទៅមុនអស់ហើយបងអូនឡើងតែរីរែកឃើញបងអូនប្រហែលឆ្នាំហើយរកស៊ីប្រហែលអាជីវកម្មហើយដួលទាំងអស់ឃើញទេដោយសារតែការរីរែកការស្ទាក់ស្ទើរការមិនទុកចិត្តលើខ្លួនឯងស្ដាប់គេនិយាយ100ដងមិនស្មើមកជួបពួកខ្ញុំម្ដងឯងឃើញទេអានេះមកជួបផ្ទាល់ហើយមិនជឿទៀតខ្ញុំនឹងនិយាយថាម៉េច បងសម្រាប់ចិត្តទៅ បាទបងបាទឥឡូវសូមអធិស្ឋានបងខ្ញុំសូមជប់តុបតាំងតិចបងណា អូយbịភ្លេចញ៉ាំសារាយទៀតអញអើយបាទអាស្អីទៅតុកនោះមួយភ្ញៀវហៅបាទភ្លេចទៅមករឿងសារាយហ្នឹងព្រឹក2គ្រាប់ល្ងាច2គ្រាប់នេះអ្នកធាត់វៃ30ក្រាស់ខ្សែឡាគឺថាតិចមិនផុតពីរឿងលើជាខ្លាញ់លើជាតលើជារ៉ាស៊ីទេលើជារ៉ាស៊ីតែរឿងហើមដៃហើមជើងឈឺដៃឈឺជើងហ្នឹងដាក់មួយអាទិត្យឡើងមកថាមិនត្រូវមិនធូរទេនេះបចោជេរម្ដាយខ្ញុំ ឃើញអត់ឃើញហើយមិនទៅមើលបន្ទប់ទឹករកសពហើយអត់ឃើញសូមបាត់ជាអី ញ៉ាំឲ្យហើយ អត់ឃើញបាត់ឆឹង ចប់អារឿងបន្ទប់ទឹកហ្នឹងគឺប្រហែលឯហើយចប់ហើយ ចូលក្នុងវិញ ចូលរកប្រកាច់អីអញមានលុយណាកាហ្វេគេ ទឹកតទេមេ ហើយ ទឹកមកអាមួយហ្នឹងអញថាអត់ស្រួលតែដើមហ្នឹងមុខវាអត់ជឿយើងទេតែវាចេះអឺយើងឲ្យចប់នោះ យ៉ាប់នោះយ៉ាប់ខ្ញុំអៀកណែ មេអង្គុយមុខហ៎ អើយចេះយ៉ាងនេះមានអង្គុយមុខហ្នឹងហើយអាបានតានោះជ្រុះទៀតហើយសយនោះសយ ហើយអញហើយមួយនាំនេះមក invest លុយអញហើយមើលសភាពមួយអេកំពុងតែឡងចង់ហើយប៊ីសធ្លាក់ទៀតប៊ីសចូលធ្លាក់ ថៃមែនបង នេះ3នាក់មុនហ្នឹង 3នាក់នោះគេអូយណាត់គេមកហាងខ្ញុំរហូតហ្នឹង មែនបង ណាត់មករហូតហ្នឹងមកពីណាហ្នឹងរឿងអីទេឃើញតែគេកិច្ចដូចមកឯងចឹងហើយមេខ្ញុំថាលើកក្រោយលែកចូលហើយ មិនចឹង ពូមកណែ order អីផងលេងហៅតែទឹកសហ្នឹងហើយទឹកសមានគិតលុយណា អ និយាយពីសារាយសមុទ្រស៊ីបឺប៉ារីសរបស់លោកជំទាវសុករស្មីបងប្អូននេះម៉ែឪខ្ញុំលក់នៅទីឯស្រុកហើយមួយថ្ងៃចេញចូលគឺថាសត្វតែអតិថិជនសារាយសមុទ្រស៊ីបឺប៉ារីសហើយអ្នកទិញហ្នឹងគឺសត្វតែអ្នកស្រុកភូមិឯងនិយាយទៅបើមិនល្អក៏មិនឲ្យម៉ែឪលក់ដែរព្រោះថាអ្នកទិញហ្នឹងសត្វតែអ្នកស្រុកភូមិឯងអ្នកនៅឃុំជាមួយគ្នាស្រុកជាមួយគ្នាហ្នឹងហើយល្អមិនល្អបងប្អូនមកស្រាសម្ដីពួកគាត់នេះមីងសុំបន្តិចប្រើសារាយសមុទ្រស៊ីបឺប៉ារីសអស់ម៉ានកំប៉ុងហើយ3កំប៉ុងហើយកាលមុនមីងមានអាការៈបែបម៉េចសុខភាពបែបម៉េច កាលមុនហើមខ្លួន អូ ហើមលាក់យុបជាតិទៅហើមដូចជាអាស៊ីតចឹងណា ហើយវិញខ្លះ ហើមជាអាស៊ីតកម្រងនោមចឹងបាត់ អូ មិនមើលឡើងឃើញមានកម្រងនោមកម្រងអីហើយជាអស់ហើយ អូ ជាតាំងពីអាស៊ីតតាំងពីកាពះ
អូកាពះទៀត កាពះទៀត អូ គឺពងកនបាត់អស់ហើយ ម៉ាកំប៉ុងមីងបានកំប៉ុងហើយ 3បងអស់តែ3កំប៉ុងទេ ឥឡូវលឺម៉ែខ្ញុំថាយកទៅលក់ទៀត យកទៅលក់ទៀត លក់នៅណា លក់នៅកបូល អូលក់ឲ្យអ្នកនៅបន្ទប់ជួលក្បែរហ្នឹងទៅ ហ្នឹងហើយលក់ឲ្យអ្នកទុកជួលនោះគេដឹងយើងផឹកទៅធូរ អូ គេទិញគ្រប់គ្នាហ្នឹង អូយកពីម៉ែខ្ញុំហ្នឹងទៅ យកពីបងទៅ បាទបងប្អូននេះមិនជាថាទេនេះសម្រាប់ពុកម៉ែបងប្អូនដែលចង់ទិញអាចរកទិញបានតាមតារាចែកចាយដែលផុសលក់ឬក៏អាចរកទិញបានតាមហាងតាម pharmacy ឲ្យតែនៅមុខហាងមុខ pharmacy មានផ្លាករੂលលុយជំទាវនៅមុខហាងឬក៏មុខ pharmacy បងប្អូនចូលទិញទៅតម្លៃដូចគ្នាទេហើយមួយវិញទៀតសម្រាប់ពុកម៉ែបងប្អូនទូទាំង25ខែក្រុងដែលចង់ចូលតារាចែកចាយចំណាយដើមទុនមកបន្តិចទេឆាតទៅពេកក្រុមហ៊ុនទាំង3 page បងប្អូននេះ page Siebel Paris 2 page និង page សុកដល់ថ្មីទាំងអស់3 page ហ្នឹងបាទ